Ba chỉ thay mong tiếc là kêu sôm chỉ việc xua từการôn tại thì đọc pi từ ngọc ní ngàyนี้เราkêu sômធ្វើការចេញនៅវីដេអូថ្មីមួយទៀតតាក់ទងទៅនឹងការត្រៀមសំណួរប្រឡងបាក់ឌុបសម្រាប់បងប្អូនទាំងអស់គ្នាអំពីសម័យសាធារណរដ្ឋខ្មែរបងប្អូនទាំងអស់គ្នាបាទឥឡូវនេះបងប្អូនទៅជាមួយលោកគ្រូទាំងអស់គ្នាលោកគ្រូនឹងធ្វើការបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាអំពីសម័យសាធារណរដ្ឋខ្មែរបងប្អូនអញ្ចឹងនៅក្នុងសំណួរទី1លោកគ្រូសូមបញ្យល់បងប្អូនតាក់ទងទៅនឹងសម័យសាធារណរដ្ឋខ្មែរបងប្អូនត្រូវចាំថាសម័យសាធារណរដ្ឋខ្មែរគឺជាសម័យកាលមួយដែលមានអាយុកាល5ឆ្នាំបាននិយាយងាយគឺ5ឆ្នាំចាប់ពីថ្ងៃទី18ខែមិនិនាឆ្នាំ1970ដល់ថ្ងៃទី17មេសាឆ្នាំ1975ដែលនៅក្នុងសម័យកាលនេះគឺជាសម័យកាលមួយដែលដឹកនាំដោយលោកសេនាប្រមុខលន់នល់អញ្ចឹងបងប្អូនត្រូវចាំទាក់ទងទៅនឹងសម័យសាធារណរដ្ឋខ្មែរនៅថ្ងៃទី18មីនាឆ្នាំ1970គឺគេរាប់ចាប់ពីពេលដែលលន់នល់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុចេញពីព្រះប្រមុខរដ្ឋបាទរហូតដល់ថ្ងៃទី17ខែមេសាឆ្នាំ1975គឺដល់ថ្ងៃដែលខ្មែរក្រហមធ្វើការផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរនឹងឯងគឺថ្ងៃទី17មេសាឆ្នាំ1975ណាបងប្អូនទាំងអស់គ្នាបាទចូលដល់សំណួរទី2សំណួរទី2លោកគ្រូអាចចាត់ចេះតាមមូលហេតុអីខ្លះដែលនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលនៅឆ្នាំ1970ដល់ឆ្នាំ1975បងប្អូនទាំងអស់គ្នាបាទចាំមូលហេតុនៅក្នុងសំណួរនេះបងប្អូនទាំងអស់គ្នាសំណួរទី2ជាទូទៅគឺដាក់ត្រេណាបងប្អូនទាំងអស់គ្នាដាក់ត្រេមកបាទត្រេទី1គេដាក់ថាអតិពលនៃសង្គ្រាមត្រជាក់ឆ្នាំ1945ដល់ឆ្នាំ1991លោកគ្រូចេះតែច្រឡំគឺជាការប្រកួតប្រជែងអតិពលរវាងអាមេរិកនិងសហភាពសូវៀតបងប្អូនទាំងអស់គ្នាត្រង់កន្លែងហ្នឹងបងប្អូនត្រូវចាំថាតេតតើទៅនឹងអតិពលនៃសង្គ្រាមត្រជាក់គឺជាសង្គ្រាមមនោគមវិជ្ជានយោបាយ2គឺមនោគមវិជ្ជាសេរីនិងមនោគមវិជ្ជាកុម្មុយនីសមនោគមវិជ្ជាសេរីគឺជាមនោគមដែលដឹកនាំដោយសហរដ្ឋអាមេរិករីឯមនោគមវិជ្ជាកុម្មុយនីសគឺជាមនោគមដែលដឹកនាំដោយសហភាពសូវៀតបងប្អូនទាំងអស់គ្នាបាទអញ្ចឹងអតិពលសង្គ្រាមត្រជាក់នឹងហើយដែលនាំឲ្យមានផលប៉ះពាល់ទៅដល់ការធ្វើឲ្យកម្ពុជាយើងនឹងធ្លាក់ចូលនៅក្នុងសង្គ្រាមស៊ីវិលនៅក្នុងឆ្នាំ1970ដល់75កត្តាទី1បាទមូលហេតុទី1មូលហេតុទី2គេថាការអនុវត្តនយោបាយអព្យាក្រឹតរបស់សម្ដេចនរោត្តមសីហនុសម្ដេចនរោត្តមកន្លែងហ្នឹងគ្រូសេខមតិកកន្លែងហ្នឹងគឺសម្ដេចនរោត្តមសីហនុមិនបានសម្រេចចំគោលដៅឬក៏មិនចំទិសដៅនៅក្នុងន័យហ្នឹងបងប្អូនទាំងអស់គ្នានយោបាយអព្យាក្រឹតគឺជានយោបាយនៅកណ្ដាលការរាប់អានទំនាក់ទំនងអ្វីទាំងអស់គឺនៅកណ្ដាលគេហៅថាអព្យាក្រឹតជននៅកណ្ដាលប៉ុន្តែកំឡុងពេលហ្នឹងសម្ដេចនរោត្តមសីហនុព្រះអង្គបានធ្វើការទំនាក់ទំនងឬក៏គេហៅថាមានការតាក់ទងនឹងជ្រុលពេកទៅលើខាងកុម្មុយនីសទៅខាងចិនអញ្ចឹងអាបញ្ហានឹងហើយធ្វើឲ្យមានការលំអៀងមានន័យថាកម្ពុជាលំអៀងនៅក្នុងការធ្វើទំនាក់ទំនងជាមួយនឹងប្រទេសកុម្មុយនីសនិងប្រទេសសេរីជាហេតុដែលនាំឲ្យនយោបាយអព្យាក្រឹតនឹងមិនចំទិសដៅមានន័យថាมันអាចសម្រេចទិសដៅរបស់ខ្លួននៅអព្យាក្រឹតទេបាទលំអៀងទៅតែម្ខាងអញ្ចឹងហើយគឺលៀងហើយបាទណាលៀងហើយនឹងជាកត្តាទី2មូលហេតុទី2ដល់ពេលមូលហេតុទី3គេថាអំពើពុករលួយបពុលនិយមកុបកម្មពេញប្រទេសនៅក្នុងកំឡុងពេលហ្នឹងបងប្អូនទាំងអស់គ្នាអំពើពុករលួយកើតឡើងមានអំពើពុករលួយបាទអំពើពុករលួយយ៉ាងម៉េចបើយើងនិយាយនៅក្នុងសម័យហ្នឹងចុងនៅក្រោយ1970នឹងបន្តិចប្រទេសកម្ពុជាយើងចាប់ដើមមានបញ្ហាអំពើពុករលួយយ៉ាងម៉េចរាជរដ្ឋាភិបាលធ្វើការគេហៅវិស័យសេដ្ឋកិច្ចទីទាញទិញស្រូវទិញអត់បានទេប្រជាពលរដ្ឋឬក៏មានឈ្មួញកណ្ដាលហ្នឹងធ្វើការទិញនៅផលិតផលដំណាំហ្នឹងទៅឲ្យអ្នកផ្សេងក្រៅពីរាជរដ្ឋាភិបាលអញ្ចឹងហើយវាធ្វើឲ្យមានបញ្ហាហ្នឹងហើយបញ្ហាអំពើពុករលួយហ្នឹងហើយគឺជាបញ្ហាមួយដែលធ្វើឲ្យសង្គមមួយអាចរលំរលាយបានណាតែតើទៅនឹងបញ្ហាហ្នឹងនិយាយងាយគេថានៅក្នុងឆ្នាំ1960ជាង68 69ហ្នឹងគឺចាប់ផ្ដើមមានបញ្ហាអំពើពុករលួយបពុនិយមហើយនៅក្នុងប្រទេសកម្ពុជារបស់យើងហើយសម្ដេចរមសីហនុទ្រង់គ្រប់គ្រងកន្លែងហ្នឹងអត់បានទេកន្លែងចុងសម័យកាលហ្នឹងគឺចាប់ផ្ដើមមានបញ្ហាធ្ងន់មែនទែនបាទចូលដល់ចំណុចត្រេទី4គេថារដ្ឋប្រហារទម្លាក់សម្ដេចរមសីហនុនៅថ្ងៃទី13មីនាឆ្នាំ1970ជាបញ្ហាធំមិនបងប្អូនទាំងអស់គ្នាតើតើទៅនឹងរដ្ឋប្រហារហ្នឹងហើយដែលនាំឲ្យកម្ពុជាយើងចាប់ផ្ដើមធ្លាក់ចូលទៅក្នុងលុកភ្លើងសង្គ្រាមបាទរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុក្រឹបថ្ងៃ18មីនាឆ្នាំ1970ហ្នឹងវាធ្វើឲ្យកម្ពុជាយើងចាប់ផ្ដើមបើកក្បាលដំបូងហ្មងឲ្យខ្លួនឯងធ្លាក់ចូលនៅក្នុងភ្នក់ភ្លើងសង្គ្រាមរ៉ាំរ៉ៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសហ្នឹងឯងនៅក្នុងឆ្នាំ1970ហ្នឹងឯងចាប់ពីរជ្ជកាលហ្នឹងឯងរបស់លន់នល់ហ្នឹងឯងបានធ្វើឲ្យប្រទេសកម្ពុជាយើងធ្លាក់ចូលនៅក្នុងភ្នក់ភ្លើងសង្គ្រាមនៅពេលដែលជាប់ទៅអាត្រេមួយទៀតចុះនៅពេលដែលធ្វើរដ្ឋប្រហារទម្លាក់សម្ដេចរមសីហនុក្រឹបមានការបង្កើតគណៈសិទ្ធិរួបរวมជាតិកម្ពុជារបស់សម្ដេចរមសីហនុនៅក្នុងកំឡុងពេលហ្នឹងបងប្អូននៅពេលរដ្ឋប្រហារក្រឹបសម្ដេចរមសីហនុទ្រង់មាននេះណាមាននៅស្ងៀមណាទ្រង់អត់នៅស្ងៀមទេទ្រង់មិនបាននៅស្ងៀមថាគឺរដ្ឋប្រហារហើយទ្រង់អត់ធ្វើការងារអីទេគឺទ្រង់បាននិរទេសខ្លួនទៅណាទៅចិនបាទធ្វើរដ្ឋាភិបាលនិរទេសខ្លួនទៅចិនដល់ពេលទៅចិនទ្រង់មិនមែននៅចិននៅអោបដៃណាទ្រង់បានធ្វើការបង្កើតគណៈសិទ្ធិរួបរวมជាតិកម្ពុជារបស់សម្ដេចរមសីហនុឃោសនាឲ្យប្រជាជនដែលស្រឡាញ់ព្រះអង្គនឹងចូលព្រៃនិយាយថាចូលព្រៃមិនទៅបាទប្រជាជននឹងរត់ចូលព្រៃទាំងអស់ទៅរួបរวมគ្នាជាមួយចលនានៅក្នុងព្រៃបង្កើតឲ្យមានចលនាថ្មីមួយទៀត
ប្រឆាំងទៅនឹងលន់នល់អញ្ចឹងជាហេតុដែរមានសង្គ្រាមបាត់ណាហ្នឹងចំណុចសំខាន់នឹងចំណុចមួយចុងក្រោយសំខាន់មែនទេគេថាការគ្រប់គ្រងរបស់ចិនចំពោះរណសិរ្សរបស់សម្ដេចនរោមសីហនុនិងក្រុមខ្មែរក្រហមអញ្ចឹងបងប្អូនទាំងអស់គ្នានៅក្នុងកន្លែងហ្នឹងណាលោកគ្រូចង់បញ្ជាក់ថាម៉េចសម្ដេចនរោមសីហនុទ្រង់ត្រូវបានរដ្ឋប្រហារទម្លាក់មែនទ្រង់នេះប្រទេសខ្លួនទៅប្រទេសចិនមែនប៉ុន្តែទ្រង់បានបង្កើតនៅចលនាថ្មីមួយទៀតថាប្រជាជនទាំងអស់កូនរត់ចូលព្រៃទៅគឺមានចលនានៅក្នុងព្រៃចាំជួយចាំអីហើយកូនចូលទៅគឺរួបរวมគ្នានៅក្នុងការទៀមទាអំណាចមកជូនព្រះអង្គវិញណាហើយបងប្អូនអើយកន្លែងហ្នឹងប្រជាជនណាគោរពស្រឡាញ់ណាសម្ដេចរំសេនុទ្រង់ជាបិតាឯករាជ្យជាតិនៅប្រទេសកម្ពុជាគាត់ទៅលើអញ្ចឹងឲ្យប្រុសទាំងអស់លីងណាជាហេតុនៅក្នុងកំឡុងពេលហ្នឹងឯងដែលនាំឲ្យខ្មែរក្រហមចាប់យកកម្លាំងប្រជាជនទាំងអស់ហ្នឹងរួមគ្នាទៅបើបង្កើតបានជាកម្លាំងដ៏ធំមួយណាកម្លាំងដ៏ធំមួយចំណុចហ្នឹងសំខាន់បាទអញ្ចឹងអាហ្នឹងគឺតើតើទៅនឹងសំណួរទី2ដែលបងប្អូនត្រូវចាំតើតើមូលហេតុអ្វីខ្លះដែលនាំឲ្យកម្ពុជាយើងនឹងធ្លាក់ចុះសង្គ្រាមស៊ីវិលឬក៏ធ្លាក់ចូលនៅក្នុងសង្គ្រាមស៊ីវិលឆ្នាំ1970ដល់ឆ្នាំ1975ណាបាទហ្នឹងតើតើទៅនឹងសំណួរទី2ចូលដល់សំណួរទី3បងប្អូននៅក្នុងសំណួរទី3លោកគ្រូដាក់ថាចូលវិភាគពីការលេចឡើងនៃសម័យសាធារណរដ្ឋខ្មែរអញ្ចឹងបងប្អូនត្រូវកំណត់សម្គាល់កន្លែងហ្នឹងកាលណាដែលយើងវិភាគពីការលេចឡើងនៃសម័យសាធារណរដ្ឋខ្មែរបងប្អូនអាចធ្វើការបែងចែកបានបាទប្រវត្តិវិទ្យាដើម្បីសរសេរបានបន្ទូលល្អបងប្អូនត្រូវចេះបែងចែកសំណួរនៅក្នុងការសរសេរណាបងប្អូនអ្នកគ្នាបាទតោះឥឡូវយើងទៅលោកគ្រូហ្នឹងគ្រូដាក់បែងចែកចំណុចកខកណាបងប្អូនអ្នកគ្នានេះអូមើលលោកគ្រូណាមុនដំបូងលោកគ្រូបញ្យល់បងអូនទីសិនថ្ងៃនេះអាកន្លែងកខកនេះអូមើលលោកគ្រូដាក់កវិបត្តិសេដ្ឋកិច្ចខវិបត្តិនយោបាយកន្លែងនេះនយោបាយលោកគ្រូសរសេរអាក្រាមខុសតិចវិបត្តិនយោបាយកវិបត្តិសង្គមឃើញលោកគ្រូធ្វើការបែងចែកជា3ធំណាបងប្អូនដើម្បីបងប្អូនសរសេរបានបន្ទូលល្អបងប្អូនធ្វើបែងចែកដូចលោកគ្រូអញ្ចឹងដើម្បីសរសេរបានបន្ទូលល្អព្រោះនៅពេលយើងបែងចែកចំណុចមួយគឺវានៅបណ្ដុំចំណុចគោលធំមកវាអញ្ចឹងដាក់កមួយមកបាទកមួយបងប្អូនដាក់មកត្រេមួយណាត្រេមួយថាកសិកម្មគេថាម៉េចកសិកម្មទទួលបានទិន្នផលទៀតបាទកសិកម្មទទួលបានទិន្នផលទៀតដែលធ្វើឲ្យបាត់បង់ថវិកាជាតិបាត់បង់ថវិកាជាតិនៅពេលណានៅក្នុងសម័យសង្គមរាស្ត្រនិយមកសិកម្មនឹងទទួលបានទិន្នផលទៀតណាស់នៅចុងហ្នឹងធ្វើឲ្យបាត់បង់ថវិកាជាតិអញ្ចឹងធ្វើឲ្យជាតិបាត់បង់ថវិកាធ្វើឲ្យទុនខ្សោយបាទវិស័យកសិកម្មតែទៅនឹងធនធានគេហៅថាចំណូលជាតិហ្នឹងគឺបាត់បង់អញ្ចឹងជាហេតុកត្តាមួយដែលនាំឲ្យលេខឡើងសម័យសាធារណរដ្ឋខ្មែរថាចំណុចទី2វិបត្តិហិរញ្ញវត្ថុគេថាម៉េចរាល់ការរកស៊ីរបស់រដ្ឋទាំងអស់ត្រូវបានខាតបង់ទាំងស្រុងទៅហ្មងរួមជាមួយនឹងការបិទធនាគារទៀតអញ្ចឹងបើយើងនិយាយពីរដ្ឋរកស៊ីអីអត់បានផងហើយអញ្ចឹងបានលុយណានៅក្នុងការទំនុកបំរុងនៅក្នុងការផ្គត់ផ្គង់ប្រទេសជាតិឲ្យបាននៅក្នុងសម័យសង្គមរាស្ត្រនិយមចុងសម័យសង្គមរាស្ត្រនិយមហ្នឹងធ្វើអត់បានទេអញ្ចឹងជាហេតុជាកត្តាមួយដែលនាំឲ្យប្រទេសកម្ពុជាយើងនឹងកើតឡើងសម័យកាលថ្មីមួយទៀតគឺសម័យសាធារណរដ្ឋខ្មែរគឺតើតើទៅនឹងចំណុចកគឺវិបត្តិសេដ្ឋកិច្ចដែលវិញផ្ដោតសំខាន់ទៅលើកសិកម្មហើយនឹងការរកស៊ីរបស់រាជរដ្ឋាភិបាលនៅក្នុងសម័យកាលហ្នឹងយើងនិយាយងាយថាវិបត្តិហិរញ្ញវត្ថុណាបាទចូលដល់ខបងមើលខវិញវិបត្តិនយោបាយគឺអត្រេទី1គេថាបញ្ហាផ្លាស់ប្ដូររដ្ឋាភិបាលច្រើនដងនៅក្នុងសម័យសង្គមរាស្ត្រនិយមរដ្ឋាភិបាលផ្លាស់ប្ដូររហូតដល់ពេលដែលផ្លាស់ប្ដូរច្រើនដងពេលយុទ្ធឲ្យប្រទេសយើងយ៉ាងម៉េចប្រទេសយើងចាប់ដើមមានបញ្ហាផ្លាស់ប្ដូរបន្តិចផ្លាស់ប្ដូរនេះបន្តិចផ្លាស់ប្ដូរនោះបន្តិចផ្លាស់ប្ដូរនេះបន្តិចផ្លាស់ប្ដូរនោះអញ្ចឹងហើយសួរថាតើយើងមានបដោតទេបដោតទៅរួចទេអត់បានទេបដោតអត់រួចអញ្ចឹងហើយទៅឲ្យមានបញ្ហានិងក្រុមប្រឆាំងបានចាប់ដើមតវ៉ាយ៉ាងខ្លាំងដើម្បីទាមទារឲ្យមានការរៀបចំជំនួយពីអាមេរិកឡើងវិញក្នុងកំឡុងពេលហ្នឹងវិបត្តិនយោបាយមិនតាក់ទងការផ្ដាច់ជំនួយបាទផ្ដាច់ជំនួយអាមេរិកដូចជាក្នុងឆ្នាំ1963ផ្ដាច់ជំនួយអាមេរិកក្រឹបចាប់ដើមមានបញ្ហាផ្លាស់ប្ដូររដ្ឋាភិបាលក្រឹបក្រុមប្រឆាំងចាប់ដើមមានការតវ៉ាខ្លាំងដល់ខ្លះទាមទារឲ្យមានការរៀបចំឲ្យទទួលជំនួយពីសហរដ្ឋអាមេរិកវិញអញ្ចឹងថាវិបត្តិនយោបាយនៅក្នុងប្រទេសនឹងចាប់ដើមវឹកវើមែនទេជាហេតុដែលនាំឲ្យមានបញ្ហាត្រេទី2គេថានៅក្នុងខែកក្កដាឆ្នាំ1969សម្ដេចរំសេនុបានបង្កើតនៅរដ្ឋាភិបាលថ្មីមួយជាបន្ទាន់នេះដើម្បីដោះស្រាយបញ្ហាវិបត្តិនៅក្នុងហ្នឹងបើយើងនិយាយ69ហ្នឹងចុងសម័យសង្គមរាស្ត្រនិយមសង្គមរាស្ត្រនិយមចប់70 69ចាប់ដើមបង្កើតរដ្ឋាភិបាលថ្មីមួយទៀតជាបន្ទាន់ដើម្បីអីនោះដើម្បីដោះស្រាយទៅលើវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជួបវិបត្តិសេដ្ឋកិច្ចហើយអញ្ចឹងទៅធ្វើម៉េចបង្កើតរដ្ឋាភិបាលថ្មីហើយមើលរដ្ឋាភិបាលថ្មីនឹងនាំមកពីណាបងប្អូនទាំងអស់គ្នាគេថាម៉េចរដ្ឋាភិបាលថ្មីនោះឈ្មោះថារដ្ឋាភិបាលស្រោចស្រង់ជាតិដែលដឹកនាំដោយលន់នល់នឹងព្រះអង្គម្ចាស់ស៊ីសវត្តសរិមតានេះបងប្អូនទាំងអស់គ្នាកន្លែងនេះព្រះអង្គបានធ្វើការបង្កើតរដ្ឋាភិបាលថ្មីហើយរដ្ឋាភិបាលនឹងដឹកនាំដោយលន់នល់ទៀតមានន័យថាព្រះអង្គបានធ្វើការទម្លាក់អំណាចទៅដល់លន់នល់អញ្ចឹងលន់នល់ចាប់ដើមមានអំណាចជាមួយនឹងព្រះអង្គម្ចាស់សរិមតាដែលជាពូរបស់សម្ដេចរំសេនុហ្នឹងកំឡុងពេលហ្នឹងជាបញ្ហាអំណាចទៅលើលន់នល់ហើយណាបាទជាបញ្ហាណាក្នុងចំណុចហ្នឹងបងប្អូនត្រូវដឹងដែរនឹងមួយទៀតគេថាម៉េចក្រោយមកលន់នល់មានអំណាចបាទលន់នល់មានអំណាចទ្រង់សរិមតាមានអំណាចចាប់ដើមមានលន់នល់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចរំសេនុចេញពីតំណែងក្រឹបថ្ងៃ18មីនាឆ្នាំ1970បញ្ហាមិនបលន់នល់ចូលបានអំណាចហ្នឹងអាហ្នឹងបើយើងលំអិតរឿងជ្រៅជាងហ្នឹងទៀតមានន័យថាបុគ្គល3សំខាន់នៅក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចរំសេនុបាទមានលន់នល់អូនរបស់លន់នល់គឺលន់នុនហើយនឹងទ្រង់ម្ចាស់ស៊ីសវត្តសរិមតាហ្នឹងឯងដែលទ្រង់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចរំសេនុចេញពីព្រះប្រមុខរដ្ឋអូខេបាទចំណុចទី2ចូលដល់ខវិបត្តិសង្គមបងប្អូនវិបត្តិសង្គម
បងត្រូវចាំថាវិបត្តិសង្គមបងត្រូវនិយាយពីសង្គមបញ្ហាអត់ការងារធ្វើពីណាអត់ការងារប្រជាជនប្រជាពលរដ្ឋប្រជារាស្ត្រនៅក្នុងសង្គមនឹងអត់មានការងារធ្វើទេចំណុចទី1ចំណុចទី2អំពើពុករលួយខណ្ឌតកើតឡើងខ្លាំងឡើងនៅចុងសម័យសង្គមរាស្ត្រនិយមបាទចំណុចទី3បាតកម្មកើតឡើងស្ទើរគ្រប់ប្រទេសគ្រប់ខេត្តបើយើងនិយាយគ្រប់ខេត្តបាតកម្មកើតគ្រប់ខេត្តដោយសារតែបញ្ហាវិបត្តិហ្នឹងវិបត្តិរឿងវិបត្តិសង្គមហ្នឹងវាជាប់តាក់ទងគ្នាកាលណាសេដ្ឋកិច្ចធ្លាក់ចុះទៅធ្វើឲ្យសង្គមនឹងចាប់មានបាតកម្មកើតឡើងបាទទូទាំងខេត្តនៅក្នុងប្រទេសកម្ពុជារបស់យើងចំណុចទី4គេថាឲ្យប្រជាជននៅតាមតំបន់និងនៅតាមទីក្រុងមិនពេញចិត្តទៅនឹងវត្តមានរបស់វៀតណាមកំឡុងពេលហ្នឹងវៀតណាមមានវត្តមានលើទឹកដីកម្ពុជារបស់យើងជាហេតុដែលនាំឲ្យប្រជាជនប្រជារាស្ត្រអត់មានការសប្បាយចិត្តទេជាមួយនឹងវត្តមានរបស់វៀតណាមនៅក្នុងកំឡុងពេលហ្នឹងជាបញ្ហាដែរបាទអញ្ចឹងបងប្អូនត្រូវចងចាំតាក់ទងទៅនឹងចំណុចដែលលោកគ្រូបកស្រាយខាងលើនេះមិញនេះចូលវិភាគពីការលេចឡើងនៃសម័យសាធារណរដ្ឋខ្មែរបងប្អូនត្រូវចែកជា3ចំណុចមកមានតាក់ទងទៅនឹងវិបត្តិសេដ្ឋកិច្ចវិបត្តិនយោបាយវិបត្តិសង្គមបងប្អូនចែកជា3ហ្នឹងហើយអាវិបត្តិទាំង3ហ្នឹងបងប្អូនត្រូវនិយាយអំពីបញ្ហានៅក្នុងសម័យសង្គមរាស្ត្រនិយមបាទព្រោះអាបញ្ហាទាំង3ហ្នឹងហើយដែលនាំឲ្យលេចឡើងនៅរបបឬក៏សម័យសាធារណរដ្ឋខ្មែរហ្នឹងឡើងមកណាបងប្អូនទាំងអស់គ្នាត្រូវចងចាំឲ្យភ្លេចអញ្ចឹងបើយើងនិយាយពីវិស័យសេដ្ឋកិច្ចអូនលើកឡើងមកសេដ្ឋកិច្ចគឺតាក់ទងទៅនឹងកសិកម្មហើយនឹងចំណូលរបស់រដ្ឋទេបាទដល់ពេលវិស័យនយោបាយគឺតាក់ទងទៅនឹងការគ្រប់គ្រងរដ្ឋនឹងយ៉ាងម៉េចផ្លាស់ប្ដូររដ្ឋាភិបាលនឹងយ៉ាងម៉េចទៅកើតរដ្ឋាភិបាលថ្មីអីផ្សេងៗជាបុគ្គលសំខាន់តាក់ទងទៅនឹងរដ្ឋាភិបាលដល់វិស័យសង្គមបងប្អូននិយាយមកតាក់ទងប្រជាជនមិនទៅមានការងារធ្វើអត់មានទេប្រជាជនបញ្ហាផ្សេងៗកើតឡើងក្នុងសង្គមត្រូវលើកយកមកនេះនិយាយណាបងប្អូនទាំងអស់គ្នាបាទឥឡូវគ្រូចូលទៅសំណួរទី4សំណួរទី4សួរកត្តាអីខ្លះដែលនាំឲ្យរបបសាធារណរដ្ឋខ្មែរដួលលំមិញយើងនិយាយងើបឡើងប៉ុន្តែយើងត្រូវដឹងអលុំទៅវិញមានចំណុចលំទៅវិញតែបងប្អូនត្រូវចងចាំដែរតាក់ទងទៅនឹងសម័យកាលនោះបាទឥឡូវនេះបែងចែកទៀតបងប្អូនត្រូវចាំថាកត្តាដែលនាំឲ្យសម័យនឹងដួលរលំគឺដួលរលំដៃទៅលើអីខ្លះតែទៅកត្តាសេដ្ឋកិច្ចកត្តានយោបាយកត្តាសង្គមឬក៏កត្តាផ្សេងនេះក្នុងនេះលោកគ្រូដាក់កខកកត្តាសេដ្ឋកិច្ចកត្តាសង្គមកត្តានយោបាយគឺដូចមិញដូចគ្នាអាលេខឡើងក៏យើងនិយាយពីអា3ហ្នឹងអាចុះទៅវិញក៏យើងនិយាយពីអា3ហ្នឹងដែរបាទឥឡូវបងប្អូនមើលចំណុចទី1កកត្តាសេដ្ឋកិច្ចយ៉ាងម៉េចទៅគ្រូថាម៉េចជំនួយសហរដ្ឋអាមេរិកត្រូវខ្មែរក្រហមកាត់ផ្ដាច់ព្រមជាមួយនឹងបញ្ហាអតិផរណានេះបងប្អូនត្រូវចងចាំសម័យសាធារណរដ្ឋខ្មែរពឹងជំនួយអាមេរិកសុទ្ធសាធហ្មងបើយើងនិយាយងាយអាមេរិកនៅពីក្រោយលន់នល់អញ្ចឹងកាលណាជំនួយអាមេរិកយ៉ាងម៉េចត្រូវបានកាត់ផ្ដាច់ហើយសម័យសាធារណរដ្ឋខ្មែរបើយើងនិយាយងាយថាដង្ហើមអាមេរិកអ្នកកាន់ណាដល់ពេលអាមេរិកត្រូវបានគេកាត់ផ្ដាច់ទៅមិនទៅដង្ហើមបាក់ដកណាតែដឹងរឿងបញ្ហាហ្នឹងអញ្ចឹងហើយគឺនាំឲ្យមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែការផ្ដាច់ជំនួយពីអាមេរិកខ្មែរក្រហមកាត់ផ្ដាច់ជំនួយអាមេរិកចោលហ្មងអញ្ចឹងជាហេតុដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរបាក់ដកដង្ហើមណាបាទសេដ្ឋកិច្ចមាននេះណាមានចំណូលមានលុយណាបើលុយអាមេរិកគេកាត់ផ្ដាច់បាត់ហើយហ្នឹងបាទណានេះជាចំណុចទី1ចំណុចទី2ឧស្សាហកម្មពាណិជ្ជកម្មកសិកម្មត្រូវជាប់គាំងគ្មានដំណើរការឃើញទេព្រោះតែអាមេរិកយកជំនួយក្រឹបវិស័យ3ធំទៀតឧស្សាហកម្មពាណិជ្ជកម្មនិងកសិកម្មត្រូវជាប់គាំងទាំងអស់អត់មានដំណើរការកាលណាអត់ដំណើរការមិនទៅបាទប្រទេសជាតិបើយើងនិយាយដូចវិស័យឈាមចឹងអា3ហ្នឹងបើវិស័យឈាមអត់ដំណើរការផងរាំងស្ទះទាំងអស់អញ្ចឹងហើយគឺអបបាក់ណារាងកាយរបស់យើងបាក់ដើរអញ្ចឹងដូចគ្នាប្រទេសជាតិមួយបើឧស្សាហកម្មពាណិជ្ជកម្មកសិកម្មជាប់គាំងចោលហើយដំណើរការទៅមុខអត់កើតទេបាទចំណុចទី3គេថាសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅលើជំនួយបរទេសហ្នឹងជំនួយបរទេសមិនជំនួយទៅលើអាមេរិកជួយបើអាមេរិកគេកាត់ផ្ដាច់ហើយអញ្ចឹងអាបរទេសនឹងមកជួយឯណាបានទៀតណាជាហេតុដែលនាំឲ្យរបបសាធារណរដ្ឋខ្មែរត្រូវតែដួលលំហើយតែទៅនឹងកត្តាសេដ្ឋកិច្ចមួយបាទ3ហ្នឹងសំខាន់ណាជំនួយរបស់អាមេរិកកាត់ផ្ដាច់ឧស្សាហកម្មពាណិជ្ជកម្មកសិកម្មជាប់គាំងមានដំណើរការអីទេដល់ពេលសេដ្ឋកិច្ចវិញពឹងផ្អែកទៅលើជំនួយបរទេសដូចយើងនិយាយជំនួយរបស់អាមេរិកហ្នឹងហើយប្រហែលណាអញ្ចឹងហ្នឹងគឺកត្តាទី1ខកត្តាសង្គមលោកគ្រូនិយាយមិញមើលបញ្ហាសង្គមនៅក្នុងសម័យកាលហ្នឹងយ៉ាងម៉េចសង្គមនឹងពុករលួយអត់សង្គមនឹងប្រព្រឹត្តអំពើបាតុកម្មកុបកម្មពីប្រទេសអត់អាហ្នឹងយើងត្រូវដឹងខគេថាម៉េចប្រជាជនដែលភៀសខ្លួនមកនៅភ្នំពេញច្រើនហួសប្រមាណពិបាកគ្រប់គ្រងនេះក្នុងកំឡុងពេលហ្នឹងបងប្អូននៅក្នុងសម័យសាធារណរដ្ឋខ្មែរប្រជាជននិយាយពីចម្លៀសខ្លួននិយាយឲ្យញីថាទៅរកការងារធ្វើហើយទៅរកការងារធ្វើគឺនៅទីក្រុងចម្លៀសខ្លួនចេញពីទីជនបទទៅនៅទីក្រុងដើម្បីរកការងារធ្វើអញ្ចឹងអាបញ្ហាដែលប្រជាជនគាត់ចម្លៀសខ្លួនច្រើនពេកហ្នឹងហើយជាហេតុដែលនាំឲ្យពិបាកគ្រប់គ្រងណាទីក្រុងលីមនុស្សណែនណាន់តាន់តាប់ដល់ពេលអញ្ចឹងយ៉ាងម៉េចទៅពិបាកនៅជនបទខ្សត់មនុស្សនៅទីក្រុងសបោមនុស្សអញ្ចឹងអាសម័យកាលហ្នឹងគឺពិបាកគ្រប់គ្រងហួសប្រមាណបាទចំណុចទី1ទី2កង្វះស្បៀងខ្វះចម្រោកគ្មានការងារភាពអនាធិបតេយ្យអយុត្តិធម៌លបែងពាលាអូននិយាយពីលោកគ្រូនិយាយកង្វះស្បៀងអាហារអត់មានអីហូបផងខ្វះចម្រោកអត់មានផ្ទះជ្រើផងខ្វះការងារអត់មានការងារធ្វើផងហើយបានចំណូលមកពីណាអត់មានការងារមានស្បៀងណាញ៉ាំអត់ស្បៀងរកជំរឿអត់មានទៀតអញ្ចឹងមនុស្សយើងបើអត់13ហ្នឹងចប់បាត់ហើយអត់ចប់ហើយកង្វះស្បៀងអាហារខ្វះអីញ៉ាំខ្វះអីញ៉ាំនឹងហើយអត់មានអីជ្រោកទៀតមានលុយនៅធ្វើផ្ទះបើគ្មានការងារផងកាលណាអត់ការងារមិនភាពអនាធិបតេយ្យកើតមានឡើងអយុត្តិធម៌អយុត្តិធម៌កើតមានឡើងលើសពីហ្នឹងគឺមានលបែងស៊ីសងទៀតលបែងពីលាអាវ៉ាឆាយហ្នឹងកើតមានឲ្យមានលបែងស៊ីសងអីជាប្រចាំនៅក្នុងសង្គមអាហ្នឹងបញ្ហាណាហើយនាំឲ្យរបបនឹងដួលរលំនោះណាយើងត្រូវចាំកន្លែងហ្នឹងសម័យកាលមួយរីកចម្រើនគឺអាស្រ័យទៅលើអីគេប្រជាជនមានស្បៀងអាហារញ៉ាំចុកគ្រប់គ្រាន់
ប្រជាជនមានជំរឿគ្រប់គ្រាន់មានការងារធ្វើអញ្ចឹងអាកាលណាមានការងារធ្វើឡើយមានភាពអនាធិបតេយ្យប្រជាជនហើយរឿងអយុធធម៌កុំសូវកើតមានឡើងពេកប្រយ័ត្នព្រោះអយុធធម៌ច្រើនពេកអត់បានទេប្រជាជនណាហើយសង្គមនឹងកុំឲ្យមានពីលបែងអំពើពីលាលបែងពីលាបាសាយហ្នឹងឯងណាតែចងចាំឯហ្នឹងចំណុចទី3គេថាមិនច្របូកច្បល់បាតុកម្មកុបកម្មពេញទីក្រុងឃើញអត់អាកតាទី2ហ្នឹងហើយដែលយកពីចុងក្រោយយកកតាទី3គឺចាប់ដើមមានភាពច្របូកច្បល់បាតុកម្មកុបកម្មពេញទីក្រុងអញ្ចឹងកាលណាបាតុកម្មកុបកម្មពេញទីក្រុងច្របូកច្បល់គ្មានអាណានៃកៅរឿងនេះអនុហ្នឹងហើយគឺនាំឲ្យបាក់គ្រប់គ្រងណាគ្រប់គ្រងមិនកើតបូលីងអញ្ចឹងបាទអាហ្នឹងជាចំណុចដែលបងប្អូនត្រូវចងចាំដែរភាពច្របូកច្បល់បាតុកម្មកុបកម្មតែយើងត្រូវដឹងចំណុចមួយទៀតគេថាប្រជាជននឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលពេញទៅដោយអំពើពុករលួយភាពអនាធិបតេយ្យឃើញចាប់ផ្ដើមប្រជាជនចាប់ផ្ដើម stress ណាស់ប្រជាជនអើយបញ្ហានេះគ្មានការងារធ្វើទេមិនដឹងទៅរើការងារណាធ្វើទេអត់មានលុយចាយទេគ្មានជំរឿកនៅទេគ្មានអាហារញ៉ាំទេហើយនៅក្នុងសង្គមអំពើពុករលួយច្រើនពេកបពុនិយមច្រើនពេកអញ្ចឹងខ្ញុំមិនដឹងធ្វើម៉េចទេក្នុងនាមជាប្រជាជនហត់ណាស់អញ្ចឹងនឿយណាយនឹងរបបហ្នឹងបាទដោយសារតែអំពើពុករលួយនឹងភាពអនាធិបតេយ្យអាហ្នឹងហើយគឺជាកត្តាដែលនាំឲ្យរបបហ្នឹងដួលលំណាអូនទៅចាំគឺកត្តាសង្គមបើសង្គមអញ្ចឹងឲ្យគ្នាទៅរស់នឹងបាទចូលដល់ចំណុចកត្តានយោបាយគេថាម៉េចអាមេរិកបានចុះកិច្ចព្រមព្រៀងជាមួយវៀតណាមដើម្បីបញ្ចប់សង្គ្រាមនៅក្នុងហ្នឹងអាមេរិកនិងវៀតណាមមានបញ្ហាសង្គ្រាមនឹងគ្នាប៉ុន្តែក្រោយមកនយោបាយហ្នឹងអាមេរិកបានធ្វើការចុះកិច្ចព្រមព្រៀងជាមួយវៀតណាមនៅក្នុងការបញ្ចប់សង្គ្រាមអាមេរិកវៀតណាមបាទក៏ជាកត្តាមួយដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំអញ្ចឹងនៅពេលម៉េចពេលដែលអាមេរិកគាត់បានចុះកិច្ចព្រមព្រៀងអាមេរិកចាប់ផ្ដើមដកជំនួយដកអីចេញអស់អញ្ចឹងអាបញ្ហាហ្នឹងហើយដែលនាំឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំដល់ពេលចំណុចទី2ខ្មែរក្រហមបានឡោមព័ទ្ធក្រុងភ្នំពេញជាប់នាំឲ្យមិនអាចដឹកស្បៀងចូលបានជាបងប្អូនកន្លែងហ្នឹងគូចង់បញ្ជាក់បងប្អូនតិចកន្លែងហ្នឹងខ្មែរក្រហមបងប្អូនខ្មែរក្រហមធ្វើការឡោមព័ទ្ធទីក្រុងភ្នំពេញជាប់ដោយសារអីលោកគ្រូនិយាយមុននឹងមិញរណសិអីគេបាទរណសិសាមគ្គីសង្គ្រោះជាតិកម្ពុជានោះបាទរណសិដែលបង្កើតឡើងដោយសម្ដេចឧត្តមសេនុទ្រង់បង្កើតឡើងដើម្បីជួយព្រះអង្គនោះឃោសនានោះអញ្ចឹងខ្មែរក្រហមក្នុងកំឡុងពេលហ្នឹងកងទ័ពបើយើងនិយាយកម្លាំងពេញបឹកខ្មែរក្រហមឡោមព័ទ្ធទីក្រុងភ្នំពេញជាប់នាំមិនឲ្យមានការដឹកស្បៀងចូលទៅក្នុងទីក្រុងទេអញ្ចឹងគេបិទច្រកក្នុងការដឹកអាហារដឹកស្បៀងចូលទីក្រុងអញ្ចឹងនៅក្នុងមនុស្សនៅទីក្រុងបានអីញ៉ាំបាទជាបញ្ហានេះខ្មែរក្រហមឡោមព័ទ្ធចិត្តក្រោយមកទៀតរបបសាធារណរដ្ឋខ្មែរគ្រប់គ្រងបានតែទីក្រុងទេហើយស្រុកស្រែជនបទគ្រប់គ្រងដោយខ្មែរក្រហមនេះបងប្អូនទូទាំងប្រទេសលេខគ្រប់គ្រងបានតែទីក្រុងដោយនៅតាមទីជនបទលេងខ្មែរក្រហមកម្លាំងពេញចាប់ដើមមួយរៀបតបាតវាយយកមកខេត្តគ្រប់គ្រងជារបស់ខ្លួនរហូតដល់ទីក្រុងភ្នំពេញណាអាហ្នឹងជាបញ្ហាបាទសម័យសាធារណរដ្ឋខ្មែរដួលលំនឹងដោយសារអីដោយសារខ្លួនឯងគ្រប់គ្រងប្រទេសអត់កើតផងគ្រប់គ្រងខេត្តអត់កើតផងហើយគ្រប់គ្រងបានលើទីក្រុងក្រោយមកខ្មែរក្រហមឡោមព័ទ្ធទីក្រុងជាប់ទៀតស្ពៃហើយចំណុចកណ្ដាលហើយទីក្រុងបើឡោមព័ទ្ធទីក្រុងចិត្តអាហ្នឹងគឺចាប់ដើមហើយរលំហើយបាទចំណុចទី4ការចរចារវាងតំណាងសាធារណរដ្ឋខ្មែរនិងតំណាងរណសិរ្សរួមជាតិកម្ពុជាត្រូវបរាជ័យនេះនៅក្នុងកំឡុងពេលហ្នឹងមានការចរចាគ្នាដែរតែទៅនឹងសាធារណរដ្ឋខ្មែរនិងតំណាងរណសិរ្សរួមជាតិកម្ពុជាដែលរណសិរ្សហ្នឹងគឺរួមជាតិកម្ពុជាដោយសម្ដេចរំសេនុតែកំឡុងពេលហ្នឹងចរចាអត់ត្រូវទេបើយើងនិយាយខ្មែរក្រហមចូលមែនខ្មែរក្រហមកើតឡើងមែនតែខ្មែរក្រហមមិនមែនដើរស្របទៅតាមរណសិរ្សរួមជាតិកម្ពុជាទេខ្មែរក្រហមមានគោលការណ៍របស់ខ្លួនដែរក្នុងកំឡុងពេលហ្នឹងអញ្ចឹងចាប់យកឱកាសហ្នឹងវាយទៅលើសាធារណរដ្ឋខ្មែរក្រឹបទទួលបានជោគជ័យខ្មែរក្រហមកាន់អំណាចខ្លួនឯងបញ្ហាហ្នឹងសំខាន់ណាបងប្អូនទៅចងចាំដែរណាគេការចរចាមានការចរចាដែរនៅក្នុងហ្នឹងបាទដល់ពេលចូលមកដល់មួយទៀតគេថាម៉េចនៅថ្ងៃទី1មេសាឆ្នាំ1975លោកលន់នល់ភៀសខ្លួនទៅអាមេរិកនេះចំណុចសំខាន់ណាស់បងប្អូនត្រូវចាំមុនថ្ងៃ17មេសាហ្នឹងថ្ងៃទី1ហ្មងខែ4ឆ្នាំ1975លោកលន់នល់ភៀសប្រកាយទៅភៀសខ្លួនទៅអាមេរិកបាត់ដោយសារឯស្ថានភាពប្រទេសលែងកើតហើយនៅអត់កើតទេតើនៅស្លាប់ហ្មងអញ្ចឹងមានន័យភៀសខ្លួនទៅអាមេរិកអញ្ចឹងគេថាភៀសខ្លួនទៅអាមេរិកមិនទៅបើក្បាលម៉ាស៊ីនដឹកនាំរត់ទៅបាត់ហើយហ្នឹងអញ្ចឹងសួរឲ្យនៅក្នុងប្រទេសអាចគ្រប់គ្រងបានទៀតទេមិនអាចទេណែបើរត់ទៅបាត់ហើយក្រោយមកនេះថ្ងៃនេះគេថាថ្ងៃទី17មេសាឆ្នាំ1975ខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញហើយគឺជាថ្ងៃឡើងកាន់អំណាចរបស់ខ្មែរក្រហមនេះបងប្អូនត្រូវចងចាំកន្លែងហ្នឹងជាចំណុចសំខាន់ដែលរបបសាធារណរដ្ឋខ្មែរដួលរលំគឺដោយសារចំណុចនេះថ្ងៃ17មេសាឆ្នាំ1975គឺថា17មេសមហាជោគជ័យមហាអស្ចារ្យរបស់ខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញឡើងកាន់អំណាចរបស់ខ្លួននៅក្នុងកំឡុងពេលហ្នឹងតែម្ដងតែបងប្អូនត្រូវចងចាំណាអាហ្នឹងតើទៅហ្នឹងចំណុចសំណួរទី4ដែលលោកគ្រូបែងចែកជា3កត្តាដែរណាបងប្អូនទាំងអស់គ្នាកត្តាទី1កត្តាសេដ្ឋកិច្ចកត្តាទី2កត្តាសង្គមកត្តាទី3កត្តានយោបាយសេដ្ឋកិច្ចនិយាយពីបញ្ហាទាក់ទងទៅនឹងសង្គមនឹងបាទការខាតថវិកាចំណូលចំណាយផ្សេងការទទួលបាននៅលុយផ្សេងយកមកគ្រប់គ្រងប្រទេសដោយសារអីខ្លះកត្តាអីខ្លះឧស្សាហកម្មពាណិជ្ជកម្មដល់ពេលសង្គមបងនិយាយពីបញ្ហាសង្គមរស់នៅមិនប្រជាជននៅនឹងរស់នៅក្នុងសង្គមនឹងមានការហូបចុកគ្រប់គ្រាន់អត់មានជំរឿនអត់មានការងារអត់អំពើពេលលាបាសាយអីនៅក្នុងសង្គមមានច្រើនអត់ហើយដល់ពេលកត្តានយោបាយបងនិយាយពីការដឹកនាំបាទសង្គមនឹងដឹកនាំមិនពឹងពាក់បរទេសណាខ្លះហោមានចលនាផ្សេងទៀតអត់ដែលមកធ្វើការប្រឆាំងទៅនឹងរាជរដ្ឋាភិបាលអាហ្នឹងគឺបងប្អូនត្រូវចងចាំដែរបាទយើងចូលសំណួរទី5ថ្ងៃនេះលោកគ្រូចូល5សំណួរបាទចូលពណ៌នាពីសង្គ្រាមស៊ីវិលនៅឆ្នាំ1970ដល់75នេះបងប្អូនទាំងអស់គ្នាការពណ៌នាពីសង្គ្រាមស៊ីវិលអានេះយើងពណ៌នាហ្មង
ពរនីហ្នឹងអំពីសង្គ្រាមស៊ីវិលឆ្នាំ1970 75នឹងវាមិនវាផ្ដោតការបាយខ្លះនឹងទៅយំបែងចែកទៀតកផ្នែកសេដ្ឋកិច្ចខផ្នែកសង្គមទៅផ្នែកនយោបាយគ្រូបែងចែកជាងទៀតគ្រូបែងតែ3ហ្នឹងបងអូន3ហ្នឹងសំខាន់ធ្ងន់សំខាន់ដែលបងអូនត្រូវចងចាំបែង3ហ្នឹងអញ្ចឹងបងអូនមើលផ្នែកសេដ្ឋកិច្ចចំណុចទី1ដីស្រែត្រូវបានបោះបង់ចោលប្រែคล้ายទៅជាចំការមីននិងរដូវគ្រាប់បែកហើយត្រូវនាំអង្គចូលពីបរទេសនេះអូនសង្គ្រាមស៊ីវិលឆ្នាំ1970ដល់75នឹងហើយដែលនាំឲ្យកម្ពុជាយើងយ៉ាអើយដីស្រែមានទេមានប៉ុន្តែទុកចោលបើអីធ្វើអីមិនកើតបើមានសង្គ្រាមហ៎លើសពីនឹងចាប់ដើមមានសង្គ្រាមប្រែទៅជាចំការមីនមិនដាក់មីនពេញស្រែដាក់មីនពេញស្រែហ្នឹងឯងដើម្បីអីដើម្បីប្រឆាំងគ្នាពេញទឹកពេញដីហ្នឹងហើយដល់ពេលដាក់មីនហើយយ៉ាងម៉េចទុះមីនហ្នឹងបង្កឲ្យមានរដូវគ្រាប់បែកទុះខ្ទេចអស់អញ្ចឹងអាដីស្រែទៅជាដីរៀបស្មើទៅជាដីកលេសកឡុកមានស្រះមានអូមានតើមានបន្លាយមានក្លុកពេញហ្នឹងហើយក្រោយមកទៅនាំអង្គចូលពីបរទេសវិញឃើញនេះសេដ្ឋកិច្ចកតាកសកម្មអីផ្សេងៗបានធ្វើអីផងណាចំណុចហ្នឹងទី2រោងចក្រសហគ្រាសជាង 75% ត្រូវបានបំផ្លាញអូនកាលណាមានសង្គ្រាមចប់ហើយរចនាសម្ព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្មែររោងចក្រសហគ្រាសអីផ្សេងៗដំណើរការមិនកើតបើបំផ្លាញតិចទីអស់ហ្នឹងណាជាបញ្ហាដែលបងប្អូនត្រូវចងចាំដែរណាបាទរោងចក្រសហគ្រាស 75% បើយើងនៅ 25% ទៀតដំណើរការក៏អត់ទៅរួចដែរបាទចំណុចទី3គេថាចំការកៅស៊ូត្រូវខូចខាតស្ទើរទាំងស្រុងនេះបើយើងនិយាយវិស័យដីស្រែចំការវិស័យស្រូវរោងចក្រសហគ្រាសទៅអត់ដំណើរការទេប៉ុន្តែបើលើសពីនឹងសួរធ្វើឲ្យបានបើចំការកៅស៊ូអីផ្សេងអត់មានដំណើរការអីផងហ្នឹងខូចខាតអស់ហើយបាទចំណុចទី4កំពង់ផែពាណិជ្ជកម្មត្រូវបំផ្លាញបងអូនការចរាចរណ៍ចេញចូលក្រៅប្រទេសកំពង់ផែការដឹកជញ្ជូនទំនិញអីផ្សេងទៅក្រៅប្រទេសហ្នឹងអត់មានទេព្រោះតែកាលណាឲ្យនិយាយមួយម៉ាត់ថាកាលណាចេញសង្គ្រាមហើយគឺចប់ហើយបងផែពាណិជ្ជកម្មអីផ្សេងត្រូវបានបំផ្លាញបំផ្លាញទេនេះដោយសារតែបញ្ហាសង្គ្រាមហ្នឹងគេថាសង្គ្រាមនាំឲ្យវិនាសណាបងប្អូនគាត់គ្នាសង្គ្រាមនាំឲ្យវិនាសចំណុចចុងក្រោយនៃសេដ្ឋកិច្ចគេថាទំនិញឡើងថ្លៃហូរកម្រិតកើនឡើងនៅអតិផរណាអញ្ចឹងមានន័យថាសេដ្ឋកិច្ចនៅក្នុងសម័យកាលហ្នឹង70 75ហ្នឹងគឺពិបាកណាបាទយើងធ្វើអីអត់បានខ្លួនឯងទេអញ្ចឹងរាល់ទំនិញទាំងអស់យកមកពីគេហ្នឹងហើយវានាំឲ្យមានបរិមាណនៃការឡើងថ្លៃហ្នឹងកាន់តែខ្លាំងកាន់តែខ្ពស់ទៅអញ្ចឹងវាធ្វើឲ្យបញ្ហាហ្នឹងកាន់តែចម្រូងចម្រាសបាទការទិញដូរអីផ្សេងៗគឺពិបាកមែនទែនព្រោះបញ្ហាទំនិញឡើងថ្លៃពេកបាទហ្នឹងតើតើទៅនឹងផ្នែកសេដ្ឋកិច្ចចូលដល់ខផ្នែកសង្គមគេថាម៉េចសម្រាប់ប្រជាជនកម្ពុជាជាង1លាននាក់ព្រមទាំងបន្សល់ទុកនៅស្ត្រីម៉ាយជនពិការក្មេងកំព្រាកាលណាមានសង្គ្រាមបងអូនប្រជាជននឹងឯងគឺរងទុកមុនគេបាទរត់ពីវាពីការអូនមើលទៅបច្ចុប្បន្នទៅបាទគ្មានអីទេជាងប្រជាជនទេបាទអ៊ីស្រាអែលប៉ាឡេស្ទីនមើលប្រជាជនប៉ាឡេស្ទីនពិបាកហ្នឹងជាពិបាកជាបញ្ហាចំណុចទី2ប្រជាជនភៀសខ្លួនមកទីក្រុងអត់ការងារធ្វើទៀតភាពអនាធិបតេយ្យចោរកម្មអំពើពុករលួយណាប្រជាជនមកទីក្រុងហើយនៅអត់មានការងារធ្វើទៀតអញ្ចឹងវាបង្កឲ្យមានភាពអនាធិបតេយ្យតែណាប្រជាជនអត់មានការងារធ្វើមានលុយណាចាយមានលុយចាយមិនលួចប្លន់ចោរកម្មពេញទីប្រទេសចំណុចទី3គ្រឹះស្ថានសិក្សាត្រូវបិទទ្វារដោយសិស្សនិងគ្រូត្រូវទៅធ្វើសង្គ្រាមបាទត្រូវភាសឹកចូលដូចយើងសប្ងៃបងប្អូនយើងមានបញ្ហាសង្គ្រាមមួយអាលោកចៅថៃនេះកៅសៀមនេះបងប្អូនបណ្ដាសាលារៀនរបស់យើងនៅតាមជុំវិញយើងមានបានរៀនឯណាយើងត្រូវភាសឹករត់ដើម្បីរកទីទួលមានសុវត្ថិភាពពេលខ្លះរៀនដែរបានទីទួចបង្កើតតង់បង្កើតរោងរៀននៅក្នុងរោងចល័តណាជាបញ្ហាហើយបច្ចុប្បន្នមើលប្រជាជនយើងនៅរស់នៅលើទឹកដីមួយកន្លែងដោយអត់ទាន់បានវិលទៅឡើងទឹកដីខ្លួនទេអានេះបញ្ហាណាបាទចំណុចមួយទៀតគេថាម៉េចរងទុក្ខវេទនាប្រប្រាស់គ្រួសារខូចខាតផ្ទះសម្បែងជួបគ្រូទូរភឹកត្រូវហើយផ្នែកសង្គមយើងកំពុងបាញ់គ្នាទុងទាំងក្របធ្លាក់មកពឹងតិចក្របធ្លាក់មកពឹងគ្រួសាររត់អស់លីងជួនកាលកូនពងដឹកដៃកូនសុកធ្លាក់មកពឹងរហូតដៃកូនបាត់រត់ផ្ជែងបាត់កូនអស់លីងរហូតដល់សពថ្ងៃនៅមានអ្នកខ្លះនៅដើររើនៅមានបាត់កូនបាត់អីជាខ្លះជិះបាត់ឡើង20 30ឆ្នាំបានរើគ្នាឃើញអាហ្នឹងជាបញ្ហាប្រប្រាស់គ្រួសារបាទនឹងចំណុចមួយទៀតគឺការខូចខាតហេដ្ឋារចនាសម្ព័ន្ធបងអូនផ្លូវថ្នល់សាលារៀនទីពេទ្យវត្តអារាមរោងចក្រចុះបើយើងនិយាយឲ្យងាយថាទម្លាក់ក្របបែកទៅរយណាអាគារទម្លាក់តែមួយគ្រាប់ហ្នឹងគឺខ្ទេចទេបាទខ្ទេចអស់ផ្លូវថ្នល់សាលារៀនហ្នឹងត្រូវបានរងការផ្លាញ់ផ្លាយមន្ទីរពេទ្យវត្តអារាមបើលោកគ្រូនិយាយថាលោកគ្រូប្រៀបធៀបមកបច្ចុប្បន្នហ្នឹងគឺអាភាពដែលយើងឃើញនឹងភ្នែកហ្នឹងវាដូចទៅណាហ្នឹងអញ្ចឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធហ្នឹងដែលសពថ្ងៃយើងសម្ដេចបវរធិបតីព្យាយាមស្ដារណាអត់ធ្ងន់ណាចរចាដោះស្រាយបញ្ហាដើម្បីឲ្យជាតិរបស់យើងសុខសាន្តនេះដែលយើងត្រូវដឹងថាអាវិនិស្សកម្មនៃបញ្ហាសង្គ្រាមហ្នឹងគឺវាធំប៉ុណ្ណាធំណាស់បងប្អូនគេធំមែនទេចូលដល់ចំណុចទី3ផ្នែកនយោបាយយ៉ាងម៉េចបងអូនការបែកបាក់ជាតិសាសន៍ផ្លាស់ប្ដូររបបដឹកនាំនេះឆ្នាំ1970 75ហ្នឹងចាប់ដើមជាតិសាសន៍ខ្មែរមានរូបរួមទេបងប្អូនរូបរួមអត់មើលបងអូននិយាយមើលរូបរួមទេមានរូបរួមមកពីណាបែកជា2ជា3ជា4សាធារណរដ្ឋខ្មែរដោយសាធារណរដ្ឋខ្មែរក្រហមដូចខ្មែរក្រហមក្រុមមានលើសពីខ្មែរក្រហមទៀតមានខ្មែរឃីវមានខ្មែរសចូលគ្នាទាំងអស់លបល់ពេញនឹងមានបានចូលជាធ្លុងមួយណាអញ្ចឹងជាបញ្ហាអ
giờ thấy men non mà men cáp lắp bộ đậm non mấy sinh nó thôi cái Campuchia dương nước Panh Hàn vô bài chiết sạch vào dương cho nên TP các bạn bong cái gì thử hơi Campuchia sọc ngay còn nữ té chuột đất đam thì đừng năng đai các bạn bong cái gì kê mua chiết sa Campuchia lời chọn loại chiết kê công đi chậm ra anh công quay kia năng ấy bây giờ công miền kia mà tê kê công bộ nè chỉ đường mùi đại dương thời chám đường đắng ba chứ Campuchia bà dương cứ bắt bong cái mua cái gì vô ba châu đó mùi tiết từ từ cáp lắp đố rồi bom đi chia này giống tới chia rồi bom sa thì là rồi nghe ổn nữ môn nâng môn p để luôn nói thôi rồi hà nó Campuchia vẫn cứ chia rồi bom ri chia này dùng vậy nghĩ cái tháp ra ri chia là chặt Campuchia ti mùi được không lòng về nó cứ may sòng cùng này dùng tay cái rồi mà miền này rồi hạt group tầm lẹ luôn nó miền tây chia ri chia này dùng một cái nái rồi bom sa thì là rồi mày cầu cả chủng nuôi bị America Syria ta nâng ấy Syria này dùng miền sạch mà bên này miền ri chia mà bên này chẳng thấy bây giờ vậy ở nghĩ tháประเทศกัมพูชีอยู่มีนประเทศนี้ทับใดบ้านในขนมสมัยซาเทียนรัฐไม้คือประเทศนี้ทับใดล้นนองนั่งเองบ้ากรองกาจุ่มนุยไปอเมริกเมื่อสัปดาห์อเมริกมันเป็นประเทศนี้ทับใดจังล้นนองนั่งคือเชี่ยดำไหนประเทศนี้ทับใดในประเทศกัมพูชีบ้าเชี่ยระบบซาเทียนรัฐแบบอมรเธอจองจำนะบ้าจำได้จงกล้ากัมพูชียึดทะเลโจขนมระบบกัมพูชีเชี่ยทับใดเชี่ยระบบมวยได้มีแต่การกับสำหรับปนดังกัมพูชีเชี่ยทับใดชนะมาปอนบริจัด70 เนาะCampuchia thì lại cho đây sao nó đau hai là bô máu và chặt bám ấy luôn nói đấy nó mà Campuchia thì lại cho nó lụt rừng thì lại đào sôn mà Campuchia thì lại đào sôn cho mấy ngôn như cái sầm mai mạch hòm Campuchia thì lại đào sôn bạn đây sôn chừng nhé ôn này tới chấm chừng rồi mà bình ôn hoặc nhiều pram xâm nuôi đi pizza xâm rạp ôn tí đập pi chết long hơi trăng prai mưa đập kinh đập cái khác thôi ba video cả là mong mà phải để tiền kinh đập cho chỉ cùng nứt kếtไปลองจะใส่บ้านเลยโอนบ่าไอ้สรินสไปโยลถ้าครูใส่ไม่คลาเธอใจสไปโยลตัวนี้บ่าจังที่จงกล่าวสำหรับวิดีโอนี้ครูทั่วดับเบิลจุ่มนุ้ยดอกโอนเราลองบัดดุยกตะกิ้งสตับเตอร์ตะสไปโยลเตอร์สักษาเตอร์เตี้ยประแทนโอนเหมือนท้าดับไงมาเพย์ไง30 ไงต้องเช้านี่ติ๊กแค่สำหรับโอนแต่โอนบอกโอนเรียนนะไปคลาเรียนตามวิดีโอเขาใช้ได้โอนก็กิ้งสตับโอนเตอร์ไปลองจังหัวมาโดยในวิดีโอเราครูเนี่ยเรียนนะจังคือชมเยอะอันนั้นมาโอcòn này thưa bạn nâng hai cứ chiều vay đẹp ổn này từ bạn được không cà riêng được luôn này bạn chỉ trong cày bọn complete chui subscribe channel bọn được làm mười phóng hay được chia diêm thôi chứ đấy rồi nămสำหรับbọn được không cà từ bọn lồng bạc đục 3 ปี 1 năm 1 năm hơi được không video ní chỉ trong cày trong có số meta khăn tè phải tục rồi còn không có trong bạc ca nào mua được không video ní bọn đấy bùi pro thế tiêm đang thầm miến cứ trong đây có còn chắc trong meta khăn tè phải tục đấy và chỉ trong cày cho bạn xong ở cuốn nông xong ở cuốn xong group liền